Jet Tour T1 គឺខ្ញុំបានធ្វើវីដេអូ first impression មួយហើយនៅពេញក៏ប៉ុន្តែអត់ដែរបានមក test drive ទេអញ្ចឹងឯនេះកម្មវិធី exclusive event មកមិនគ្រាន់តែ test drive ទេគឺសម្ពោធ Jet Tour T1 នេះផ្ទាល់តែម្ដងចង់នឹងថាតើបទពិសោធន៍នៅក្នុងការបើក Jet Tour T1 មិនខ្លះតាមដានវីដេអូនេះកាលពីមុនខ្ញុំធ្លាប់តែបានធ្វើវីដេអូ first impression ណាបងប្អូនទាំងអស់គ្នាក៏ប៉ុន្តែដោយសារតែថ្ងៃនេះគឺជាកម្មវិធី exclusive event របស់ Jet Tour T1 អញ្ចឹងគេមានផ្លូវឲ្យយើងសម្រាប់បើកសាកល្បងហើយដូចបានដឹងអញ្ចឹង T1 នេះគឺជាប្រភេទឡានបែប light off-road adventure បែប chill អញ្ចឹងសម្រាប់ផ្លូវហ្នឹងគឺមកសមល្មមឲ្យយើង test drive វាមិនពិបាកខ្លាំងពេកហើយក៏មិនមែនផ្លូវដែលស្រួលពេកដែរអញ្ចឹងនៅនេះគឺមានឧបសគ្គមួយចំនួនឥឡូវនេះគឺខ្ញុំ switch មក normal modeអញ្ចឹងសម្រាប់ផ្លូវមកល្មមយើងប្រើ normal mode ទៅហើយតើតើជាមួយនឹង T1 នេះយើងអាចប្រើ pedal shift នេះបានឧទាហរណ៍ថានៅក្នុងផ្លូវមួយចំនួនដែលវារៀងជាប់ផុងអីតិចតួចឬមួយក៏ត្រូវការឡើងចំណោតអីខ្លាំងអញ្ចឹងយើងអាចវាយ pedal shift តម្លាក់ឬមួយក៏តម្លើងមកវាចូលឥឡូវវាចូល M2 អញ្ចឹងខ្ញុំ lock វាជាប់នៅលេខដៃនេះមានអី T1 មាន pedal shift មានអីអែមរបស់គេនេះដល់ពេលយើងចូលប្រើឥឡូវនេះគឺវាលោតចូល D វិញអញ្ចឹងឥឡូវនេះផ្លូវនេះគឺមកល្មមសម្រាប់អ្នកដែលគាត់ចង់ experience ទៅលើបែបផ្លូវចេញក្រៅក្រុងតែអត់ផ្លូវដែលពិបាកខ្លាំងពេកទេអញ្ចឹងកន្លែងនេះវាមានកលុកអញ្ចឹងយើងអាចតេស្តជាមួយនឹងជើងក្រោមរបស់ T1 បានអូខេអញ្ចឹងមកដល់កន្លែងជើងក្រោមនេះគឺវា handle បានវាអត់ផ្អៀងវាអត់ឃ្លីងឃ្លោងអីខ្លាំងទេឥឡូវនេះគឺខ្ញុំតេស្តត្រាយក្រៅពីផ្លូវដែលគេរៀបចំបន្តិចគឺខ្ញុំមកផ្លូវភ្នំឥឡូវខ្ញុំចូលមកផ្លូវរោករ៉ាបន្តិចចង់ដឹងអូខេអានេះផ្លូវនេះកលុកឡើងចុះខ្ញុំតេស្តជើងក្រោមវាអត់អុកខ្លាំងពេកឯជើងក្រោមរបស់វាគ្រាន់បើកន្លែងនេះផុកឲ្យមានកលុកអូខេគ្រាន់បើ T1 នេះជើងក្រោមខាងក្រោយរបស់វាឥឡូវខ្ញុំទៅរៀងលឿនបន្តិចអូអានេះគឺផ្លូវមែនតែម្ដងបាទលើសាកតេស្ត sport mode នៅលើផ្លូវបែបរៀងរោករ៉ាបន្តិចអូខេខ្ញុំចូល sport mode កាច់ចូល sport mode let's go អូខេ sport mode សម្រាប់នៅលើផ្លូវ off road ខ្ញុំគិតថាវារៀងស្ទុះពេកអញ្ចឹងបទពិសោធន៍ជាក់ស្ដែង T1 នេះបើផ្លូវដែលវាចេញក្រៅក្រុងផ្លូវ off road ឡើងតួចុះតួដូចនៅចកេះភ្នំអញ្ចឹង normal mode ខ្ញុំគិតថាមកល្មមវាអត់ស្ទុះខ្លាំងពេកយ៉ាឥឡូវមក normal វិញល្មមប្រើ normal mode អូខេឥឡូវបើសិនជានៅក្នុងករណីផ្លូវមួយចំនួនដែលវាយើងពិបាកមើលផ្លូវយើងអាចប្រើកាមេរ៉ារបស់វាបានកាមេរ៉ា T1 នេះហើយយើងមើលបែប 2D ក៏បានបែប 3D ក៏បានដែរឥឡូវនេះ 3D អញ្ចឹងយើងមើលដឹងថាតើនៅអង្គានសងខាងផ្លូវរបស់យើងនឹងមានអីខ្លះផ្លូវធម្មតាគឺខ្ញុំបានសាកវាមកជុំរួចឥឡូវនេះគឺខ្ញុំបើកចូលទឹកម្ដងចង់ដឹងថាបើសិនជាចូលទឹកទៅវាអាចចូលជំរឿបានប្រហែលជាប៉ុណ្ណាដែរតាខាងមុខនោះគឺមានបន្លាយទឹកមិនតិចកន្លែងហ្នឹងអញ្ចឹងខ្ញុំសាកឈប់នៅកន្លែងទឹកហ្នឹងហ្មងចង់ដឹងថាកម្ពស់វាបើសិនតែចូលទឹកទៅវាមិនដែរអូខេអូឥឡូវគឺយើងនៅកណ្ដាលទឹកនេះតែម្ដងអញ្ចឹងឥឡូវនេះគឺនេះយើងមើលមកជុំទៅយើងឈប់នៅកន្លែងទឹកហ្នឹងបងទាំងគ្នាអញ្ចឹងបន្ទាប់ពីបានតេស្តមកជុំអីគឺដូចដែលគេបាននិយាយអញ្ចឹងថា Jet Tour T1 នេះគឺប្រភេទឡាន light off road មកល្មម chill សម្រាប់បងប្អូនដែលគាត់ចូលចិត្តដើរលេងបែបតាមព្រៃភ្នំអីផ្លូវល្មមអញ្ចឹងណាហើយកម្ពស់ឡាននេះកម្ពស់កប៉ោរបស់វាអីហ្នឹងគឺមកសមល្មមសម្រាប់យើងបើកបែប adventure ជាពិសេសកៅអីជួរក្រោយតលាយល្អអាចដាក់គ្នាបាន3នាក់អត់ទៅចកងទេអញ្ចឹងបន្ទាប់ពីបើកសាកល្បងមកជុំទៅយើងនឹងសល់កម្មវិធីពិសេសមួយទៀតដែលយើងជួបជុំគ្នាជាមួយនឹងបងម្ចាស់ឡាន Jet Tour ក៏ដូចជាសម្ពោធរថយន្ត Jet Tour T1 នេះផ្ទាល់តែម្ដងដែលកម្មវិធីម្ដងហ្នឹងគឺធ្វើនៅក្នុងព្រៃភ្នំតែម្ដងបងប្អូនទាំងអស់គ្នាអញ្ចឹងកម្មវិធីពេលល្ងាចហ្នឹងខ្ញុំអត់ទាន់ដឹងថាតើគេមានអីពិសេសទេមាន discount មាន promotion ឬមួយក៏មានអីដែលពិសេសមានតែចាំតាមដាននៅក្នុងកម្មវិធី exclusive event នៅពេលល្ងាចទាំងអស់គ្នាអញ្ចឹងនេះគឺជាកម្មវិធី exclusive event របស់ Jet Tour សម្ពោធ T1
ចង់ដឹងថាតើមានអីពិសេសទៅជាមួយខ្ញុំទាំងអស់គ្នាហើយដូរ outfit បន្តិចដោយសារតែ SIM របស់ Jet Tour គឺពណ៌ខ្មៅបងប្អូនទាំងអស់គ្នាអញ្ចឹងដូចតែបានដឹងហើយថា Jet Tour T1 នៅក្នុងថ្ងៃពិសេស Exclusive Event នេះដែរតម្លៃគឺ discount ដល់ទៅ$5,000តម្លៃកាលពីដំបូងឡើយ$39,900 ក៏ប៉ុន្តែនៅក្នុងថ្ងៃដែរគឺប្រកាសតម្លៃពិសេស$34,900អញ្ចឹង Jet Tour T1 នេះទាំង option ទាំងជើងខោមទាំង performance របស់វាជាមួយនឹងតម្លៃ$34,900ខ្ញុំឃើញមានបងប្អូនគាត់ចាប់អារម្មណ៍ច្រើនខ្លាំងមែនតើអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបើសិនជាបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍អាចតាក់ទងទៅកាន់ Jet Tour Cambodia បានលេខទូរស័ព្ទខ្ញុំដាក់នៅខាងលើអេក្រង់អរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀតលាបាយបាយ